ពលរដ្ឋរិះគន់អាជ្ញាធរក្រុងកំពង់ឆ្នាំងចំពោះការអនុញ្ញាតឲ្យលក់ដូរលើផ្លូវសាធារណៈបង្កការកកស្ទះខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលអនុញ្ញាតឲ្យមានការលក់ដូរនៅលើចំណីផ្លូវសាធារណៈជាពិសេសនៅតំបន់ក្រោយផ្សារលើស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំងរហូតមកដល់ភូមិត្រពាំង3សង្កាត់ផ្សារឆ្នាំងសកម្មភាពនេះបានបង្កភាពកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកយោងតាមប្រជាពលរដ្ឋដែលយកចិត្តទុកដាក់លើបញ្ហាបរិស្ថានបញ្ហាកកស្ទះចរាចរណ៍នេះបានកើតមានជាយូរមកហើយលើផ្លូវប្រវែងប្រមាណ1គីឡូម៉ែត្រមូលហេតុចម្បងគឺបណ្ដាលមកពីអ្នកមានលំនៅឋាននៅតាមបណ្ដោយផ្លូវបានជួលទីតាំងមុខផ្ទះរបស់ខ្លួនឲ្យអ្នកលក់ដូរប្រើប្រាស់ប្រពន្ធដដែលបន្តថាទោះបីអាជ្ញាធរធ្លាប់បានចាត់ក្រុមការងារសន្តិភាពចុះរៀបចំជាញឹកញាប់ក៏ដោយក៏សកម្មភាពនេះហាក់មិនទទួលបានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ឡើយប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការប្រើប្រាស់ផ្លូវសាធារណៈជាកន្លែងលក់ដូរដែលបម្រើផលប្រយោជន៍បុគ្គលមួយចំនួនតូចប៉ុណ្ណោះជាពិសេសអាជីវករនៅក្នុងផ្សារបានស្នើសុំឲ្យអាជ្ញាធររៀបចំកន្លែងលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ដោយប្រមូលផ្ដុំអ្នកលក់ដូរពីខាងក្រៅផ្សារឲ្យចូលទៅលក់ដូរនៅខាងក្នុងផ្សារវិញពួកគាត់បានលើកឡើងថាការលក់ដូរនៅខាងក្រៅផ្សារបានប៉ះពាល់ដល់អាជីវកម្មរបស់អាជីវករក្នុងផ្សារដែលជួបការលំបាកក្នុងការបង់ថ្លៃជួលតូបទាក់ទងនឹងបញ្ហានេះលោកហ៊ីងភ័ព្វមីនីអភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងកាលពីថ្ងៃទី15ខែតុលាឆ្នាំ2025ថាអាជ្ញាធរក្រុងបានស្រង់ទិន្នន័យរួចរាល់ហើយដោយរកឃើញថាប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវបានជួលទីតាំងមុខផ្ទះរបស់ខ្លួនឲ្យអ្នកលក់ដូរលោកបានបន្តថាអាជ្ញាធរបានអប់រំនិងណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ការជួលទីតាំងទាំងនោះទន្ទឹមនឹងនេះអាជ្ញាធរក៏បានបង្កើតគណៈកម្មការមួយដឹកនាំដោយអភិបាលរងខេត្តដែលមានការចូលរួមពីមន្ទីរសេដ្ឋកិច្ចនិងភាគីពាក់ព័ន្ធដើម្បីរៀបចំផ្សារឲ្យមានសណ្ដាប់ធ្នាប់ក្នុងពេលឆាប់ៗខាងមុខ